បសួរសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី6ចឹង episode យើងថ្ងៃហ្នឹងយើងនិយាយតាក់ទងជាមួយនឹងប្រធានបទ how to be consistency ដែលជាភាសាខ្មែរគេហៅថារបៀបដែលយើងធ្វើកិច្ចការអីមួយឲ្យបានចប់លប់ឲ្យបានជាប្រចាំចឹងណាចឹងយើងនិយាយតាក់ទងជាមួយនឹងមូលហេតុហើយនឹងកលឹះខ្លះៗដើម្បីយកឈ្នះវាអូខេតាក់ទងជាមួយនឹងមូលហេតុដែលធ្វើឲ្យយើងអត់ធ្វើកិច្ចការដែលបានចប់លប់ជាប្រចាំហ្នឹងគឺទី1គឺការពន្យាពេលឧទាហរណ៍ជាក់ស្ដែងបើសិនជាអ្នកនរគ្នាចង់រៀនភាសាអញ្ចឹងគេថាជាពិសេសនៅពេលដើមឆ្នាំអញ្ចឹងដល់ពេលដាច់ឆ្នាំយើងបដិញ្ញាចិត្តខ្លួនឯងថាចង់រៀនភាសាថ្មីឬក៏ចង់ទៅហាត់ប្រាណសម្រកគីឡូឬក៏ទៅចង់ទៅរៀន design អីថ្មីមួយចឹងនិយាយទៅដល់ពេលដើមឆ្នាំដំបូងគឺមានការបដិញ្ញាចិត្តខ្លាំងណាស់តែពេលធ្វើវាបានថាដំបូងបានមួយខែអីចឹងចាប់ផ្ដើមវាបន្ថយទៅវិញចាប់ផ្ដើមខ្ជិលចាប់ផ្ដើមបាយអារម្មណ៍អត់ថាអត់ដឹងធ្វើវាដើម្បីអីចាប់ផ្ដើមខ្ជិលអស់ចំណងពីវាចឹងអញ្ចឹងអាហ្នឹងវាតេតងជាមួយនឹងការបាយអារម្មណ៍វាមានការរំខានផ្សេងអីចឹងតេតងជាមួយការពជាពេលយើងខ្ជិលយើងអត់ចង់ធ្វើអាហ្នឹងវាអត់សុបាយអីចឹងបើមិនយើងយកពេលហ្នឹងមកដេកលេងទូរស័ព្ទ scroll Facebook មើល TikTok មើល YouTube អីសុបាយជាងអញ្ចឹងអាហ្នឹងវាតេតងជាមួយនឹងការរំខានអំពីគ្រឿងទូរស័ព្ទរបស់យើងអំពីអ្វីដែលយើងគិតថាវាអត់ល្អយើងនឹងឲ្យថាអ្វីដែលល្អគឺវាត្រូវការពេលវាត្រូវការធ្វើវាបន្តិចម្ដងដើម្បីវាបានផលវាយើងអាចធ្វើចេញមកបានផលភ្លាមហ្មងទេអញ្ចឹងអានឹងយើងត្រូវបានបែកអារម្មណ៍ជាមួយនឹងពួកអីផ្សេងដែលមករំខានយើងធ្វើយើងបង្អាក់នៅក្នុងការខិតខំប្រឹងប្រែងតស៊ូធ្វើអ្វីដែលយើងគិតថាវាល្អសម្រាប់យើងអញ្ចឹងទី1គឺពជាពេលចំណែកឯចំណុចទី2គឺការបរាជ័យនិយាយមួយការបរាជ័យវិញអ្នកខ្លះគាត់ខ្លាចបរាជ័យទៅគាត់អត់ហ៊ានចាប់ផ្ដើមធ្វើអីមួយហើយមួយទៀតគាត់ខ្លាច perfection ខ្លាចការដែលគាត់ធ្វើហ្នឹងវាអត់បានល្អវាអត់បានអីដែលគាត់រំពឹងទុកឬក៏ខ្លាចមានអ្នកផ្សេងហ្នឹងគាត់មករិះគន់អីចឹងអាហ្នឹងគឺយើងអត់តាមបានចាប់ផ្ដើមហងយើងចេះតែមានអាកំណត់បែបហ្នឹងកំណត់អវិជ្ជមានបែបហ្នឹងមកក្នុងខួរក្បាលយើងដែលរារាំងយើងមិនឲ្យធ្វើអ្វីដែលយើងចង់ធ្វើអ្វីដែលល្អសម្រាប់អនាគតរបស់យើងឲ្យធ្វើឲ្យវាចប់លប់ដើម្បីយើង build កសាងនៅពេលដែលយើងព្យាយាមធ្វើវាម្ដងបន្តិចវាមានអា momentum ភាសាអង់គ្លេសអាហ្នឹងវាដូចជាក្រាបមួយដែលវាឡើងចុះពេលខ្លះយើងមិនមែនថាយើងទៅឡើងស្លូឡើងទៅលើរហូតទេពេលខ្លះយើងអាចហត់អីចឹងទៅយើងអាចចុះវាបន្តិចប៉ុន្តែស្អែកឡើងឬក៏ផុតពេលដែលយើងមានអារម្មណ៍ថាអត់សុបាយចិត្តហ្នឹងយើងត្រូវទៅធ្វើវិញបន្តងើបឡើងទៅធ្វើវាបន្តវិញហើយវាឡើងទៅវិញម្ដងតិចចឹងជៀសវាងការធ្វើឲ្យឈប់ហ្មងធ្លាក់ដើមក្បាលអាក្រាបនឹងចុះហ្មងអាហ្នឹងmomentum ហ្នឹងវាបានធ្លាក់ចុះហើយអញ្ចឹងយើងអាចធ្វើវាបានចប់លប់ជាប្រចាំទៀតទេអញ្ចឹងហើយដែលលើ quote គេនិយាយមួយទៀតអត់តទៅមួយពេលដែលយើងចាប់ផ្ដើមធ្វើអីមួយយើងចាប់ផ្ដើមពីតូចបើក្រនបើជាងយើងអត់ធ្វើយើងព្យាយាមធ្វើវាក្រនបើជាងយើងអត់ធ្វើដូចគេនិយាយថា better die trying than live doing nothing ចឹងមានន័យថាសុខចិត្តព្យាយាមធ្វើវាទៅក្រនបើជាងយើងអត់ធ្វើសោះចឹងបើសិនតែធ្វើឲ្យជួយ fail វាគឺជាមេរៀនរបស់យើងវាជាបទពិសោធន៍ទេយើងអត់អាចព្រោះអីមនុស្សយើងកាត់មកគ្រប់គ្នានឹងមិនមែនធ្វើអីមួយបានជោគជ័យរហូតទេគឺត្រូវតែមានការខិតខំប្រឹងប្រែងជាមេរៀនបង្កើតកំហុសអីចឹងទៅយើងរៀនអំពីកំហុសរបស់យើងដែលយើងបង្កើតហ្នឹងវាជាមេរៀនរបស់យើងទៅថ្ងៃបន្ទាប់ចឹងយើងចូលមកដល់កន្លឹះវិញហ្នឹងនិយាយពីបញ្ហាដែលធ្វើឲ្យយើងមានការរំខានក្នុងការចាប់ដើមធ្វើអីរបស់យើងនឹងអត់បានចប់លប់វាចេះតែមានអីមករហូតមានការពជាពេលមានលេសមានការរំខានផ្សេងអញ្ចឹងឥឡូវយើងចូលមកកាន់កន្លឹះវិញកន្លឹះទី1គឺយើងត្រូវតែ set clear goal យើងឮគេនិយាយគ្រប់គ្នាជាពិសេសយើងឃើញមើល podcast ឬក៏យើងមើលបុគ្គលជោគជ័យបុគ្គលល្បីគាត់តែងតែនិយាយទៅមួយឲ្យ set clear goal ហ្នឹងនិយាយគឺវាស្រួលមែនណានិយាយគឺស្រួលមែនតែបើសិនជាយើងអត់ចាប់ផ្ដើមទៅសេទេអត់ចាប់ផ្ដើមដាក់គោលដៅអញ្ចឹងមែនទេវាអត់ច្បាស់វាសពេចសពិលពេលយើងដើរទៅវាវែងផ្លូវតែបើសិនជាយើងមានគោលដៅច្បាស់លាស់យើងដើរម្ដងបន្តិចទោះបីពេលខ្លះយើងឈប់ហើយស្អែកឡើងយើងដើរទៅមុខទៀតនៅទៅយើងមានផ្លូវទៅហើយអាហ្នឹងមានគោលដៅនឹងថាយើងត្រូវទៅណាហើយបន្តមកទៀតដូចខ្ញុំបានលើកឡើងអញ្ចឹងយើងចាប់ផ្ដើមពីជំហានដំបូងជំហានតូចអញ្ចឹងទៅមិនបាច់ចាំចាប់ផ្ដើមមកលោតថក់ធំហ្មងទេអញ្ចឹងយើងចាប់ផ្ដើមតូចដើម្បីបង្កើតដូច compound ដែរបើយើងតាក់ទងនិយាយជាមួយនឹងការសន្សំលុយវាដូច compound ដែរយើងសំវាម្ដងតិចវាកើនឡើងរហូតអញ្ចឹងណាហើយទី3គឺយើងremove distraction
remove distraction ហ្នឹងខ្ញុំលើកឧទាហរណ៍អាហ្នឹងវាយើងនិយាយខ្មែរថាដកចេញអីដែលវាជាការរំខានណាដូចជាទូរស័ព្ទរបស់យើងអីហ្នឹងពេលខ្លះបើសិនជាយើងដាក់ចិត្តថាយើងរៀនយើងកុំនៅមុខ screen យើងដកទូរស័ព្ទចេញយក laptop iPad អីចេញពីយើងទាំងអស់និយាយទៅនៅលើតុយើងមានតែអីដែលយើងចាំបាច់ត្រូវរៀនតែប៉ុណ្្នឹងឯងអញ្ចឹងយកមានការរំខានពីពួកវាទៀតទេហើយដូចជាក្នុងសភៅ Learn Like a Pro គាត់បានលើកឡើងPomodoro technique technique Pomodoro ហ្នឹងគាត់ឲ្យ set timer យើងដាក់ម៉ោងរោដាក់25នាទីដើម្បីឲ្យយើង focus ទៅលើការរៀនរបស់យើងឬការធ្វើអីផ្សេងៗរបស់យើងដែលគិតថាមានប្រយោជន៍ហ្នឹង25នាទីចាំយើងដាក់5នាទីទៀតដកឃ្លាដើម្បីយើងមានការសម្រាកយើង take a break 5នាទីហ្នឹងអាហ្នឹងវាដូចជា reward ឲ្យយើង give reward ឲ្យយើងបន្ទាប់ពីយើងបានរៀនចប់25នាទីហើយយើងមាន reward 5នាទីយើងចង់ធ្វើអីធ្វើទៅឬក៏យើងចង់យក5នាទីហ្នឹងទៅ scroll TikTok អី scroll តែនៅជា reward របស់យើងបន្ទាប់ពីយើងបានរៀន25នាទីហ្នឹងហើយអាហ្នឹងអស់ហើយគឺខ្ញុំមានតែប៉ុណ្្នឹងទេជាមួយនឹងការធ្វើអ្វីឲ្យបានចប់លាប់ធ្វើអ្វីបានជាប្រចាំដូចឧទាហរណ៍ខ្ញុំបើសិនជាអ្នកមើលដល់ចប់អាហ្នឹងក៏គាត់ជាអ្នកដែល consistent ដែរซึ่งគាត់មើលបើវាវែងដែរអញ្ចឹងបើសិនជាគាត់មើលគាត់ចេញពីហ្នឹងអាហ្នឹងក៏គាត់ distract គាត់ត្រូវបានរំខានពីអីផ្សេងៗដែរបើសិនជាគាត់ចង់ថាគាត់គឺជំនឿ consistency មកដល់ពេលនេះគឺ consistent ដែរព្រោះអាចនៅមើលដល់ស្មើនឹងអញ្ចឹងណាអញ្ចឹងអាហ្នឹងវាល្អដែរយើងកុំឲ្យបែកអារម្មណ៍ធ្វើអីផ្សេងមើលនេះតិចមើលនោះតិចអាហ្នឹងមិនមែនជា consistent ទេអាហ្នឹងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងអូខេអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេepisode ទី6ហើយកុំភ្លេចជួយ subscribe មួយផង see you in the next video bye bye